លោកវរៈស្នីតូប៉ាងសាវឿនជំនួសលោកហ៊ុនហេងបណ្ដោះអាសន្នដែលជាជនបង្កបើកបរជនទៅបុករះស្លាប់ម្នាក់រងរបួសធ្ងន់ស្រាលចំនួន5នាក់លោកឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចត្រូវបានប្រគល់ភារកិច្ចជាបណ្ដោះអាសន្នជូនលោកវរៈស្នីតូប៉ាងសាវឿនអត្តលេខ54812ឋានៈនាយរងការិយាល័យករណីឲ្យទទួលខុសត្រូវលើការងារគ្រប់គ្រងដឹកនាំបញ្ជានិងចាត់ចែងការងារប្រចាំថ្ងៃនៅការិយាល័យករណីចំណុះផែនការងារភស្តុភារនិងហិរញ្ញវត្ថុជំនួសលោកវរៈស្នីយ៍ឯកហ៊ុនហេងដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីបើកបររថយន្តមានជាតិអាល់កុលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរព្រមទាំងត្រូវបានបញ្ជូនទៅសាលាដំបងរាជធានីភ្នំពេញរហូតមានការសម្រេចសារជាថ្មីតបតាមការប្រគល់ភារកិច្ចបណ្ដោះអាសន្នខាងលើហេតុដូច្នេះស្នងការរងផែនការងារសេនាធិការស្នងការរងផែនការងារធនធានមនុស្សស្នងការរងផែនការងារភស្តុភារនិងហិរញ្ញវត្ថុនាយការិយាល័យបុគ្គលិកនិងសម័យខ្លួនត្រូវអនុវត្តតាមសេចក្តីសម្រេចនេះចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅគួររំលឹកផងដែរថាជនត្រូវចោទឈ្មោះហ៊ុនហេងដែលជាប់ពន្ធនាគារជាបណ្ដោះអាសន្នដោយសារតែស្រាវបញ្ជាត្រឹមតែមួយពព្រិចភ្នែកប៉ុណ្ណោះត្រូវអស់បុណ្យស័ក្តិទូរទីបែកប្រពន្ធកូនហើយក៏ធ្វើឲ្យសាច់ញាតិក្រុមគ្រួសារជនរងគ្រោះបាត់បង់ឪពុកជាទីស្រឡាញ់ទៀតផង